អត្ថប្រយោជន៍ផ្លែសម្រោងដែលអ្នកមិនគួរមើលរំលងដើម្បីសុខភាពសូមបងប្អូនខ្មែរជួយចុចតាមដានចែករំលែកនិង Like ដើម្បីជាការលើកទឹកចិត្តក្នុងការធ្វើវីដេអូអំពីសុខភាពសម្រាប់បងប្អូនខ្មែរយើងសូមអរគុណផ្លែសម្រោង Malvanut ត្រូវបានប្រជាជនខ្មែរនិងបណ្ដាប្រទេសមួយចំនួនទៀតនៅអាស៊ីស្គាល់យ៉ាងច្បាស់ថាជាគីអសថជាគីធម្មជាតិដ៏មានតម្លៃវាត្រូវបានគេប្រើប្រាស់ជាយូរយារណាស់មកហើយដើម្បីសម្រាលអាការៈទាក់ទងនឹងការកើនឡើងកម្ដៅរាងកាយខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់របស់ផ្លែសម្រោងនិងសមត្ថភាពរបស់វាក្នុងការការពារនិងសម្រាលជំងឺផ្សេង 1. អត្ថប្រយោជន៍ចំពោះសុខភាពអស្ថិតជានិងបញ្ចុះកម្ដៅខ្លាំងនេះគឺជាអត្ថប្រយោជន៍ចម្បងរបស់វាផ្លែសម្រោងត្រាំទឹករហូតដល់រីកដូចចាហួយជួយធ្វើឲ្យរាងកាយត្រជាក់ភ្លាមកាត់បន្ថយការស្រេកទឹកនិងក្តៅក្នុង internal heat ជំនួយភ្លើដង្ហើមនិងបំពង់កវាល្អខ្លាំងសម្រាប់អ្នកដែលមានបញ្ហាបំពង់កជួយឲ្យបំពង់មានសំណើមកាត់បន្ថយការឈឺចាប់ក្អកស្ងួតនិងការបាត់បង់សំឡេង hoarseness aphonia ដោយសារការឡើងកម្ដៅខ្លួនឬប្រើសំឡេងច្រើនពេកជំនួយប្រព័ន្ធរំលាយអាហារផ្លែសម្រោងសម្បូរទៅដោយជាតិសរសៃ fiber និងសារធាតុរអិល mucilage ដែលមានប្រសិទ្ធភាពព្យាបាលជំងឺទល់លាមកដោយធ្វើឲ្យលាមកទន់និងងាយស្រួលបញ្ចេញចោលសម្អាតជាតិពុលនិងកាកសំណល់ដែលកកុញក្នុងពោះវៀន detox ថែរក្សាសម្រស់និងស្បែកដោយសារសមត្ថភាពបញ្ចុះកម្ដៅនិងសម្អាតជាតិពុលពីក្នុងខ្លួនការទទួលទានផ្លែសម្រោងទៀងទាត់អាចជួយកាត់បន្ថយការកើតមុនដែលបណ្ដាលមកពីក្ដៅក្នុងឬជាតិពុលក្នុងឈាមជួយឲ្យស្បែកមានសំណើមនិងមើលទៅភ្លឺថ្លា 2. សមត្ថភាពការពារនិងសម្រាលជំងឺទល់លាមកនិងរូសដូងបាតដោយសារវាជួយសម្រួលដល់ការបញ្ចេញលាមកវាអាចការពារពីការកើតរូសដូងបាតដែលបណ្ដាលមកពីការប្រឹងខ្លាំងពេលបន្ទោរបង់ជំងឺរលាកបំពង់និងរលាកសាច់បំពង់ tonsillitis វាជួយកាត់បន្ថយការរលាកនិងការឈឺចាប់ដែលទាក់ទងនឹងការឆ្លងមេរោគក្នុងបំពង់ជំងឺក្តៅខ្លួនគ្រុនក្តៅវាត្រូវបានគេប្រើជាថ្នាំបម្រុងដើម្បីជួយចុះកម្ដៅខ្លួនពេលមានជំងឺគ្រុនក្តៅស្រាលជំងឺឆ្លងតាមផ្លូវទឹកនោមនិងការពារក្រលៀនផ្លែសម្រោងជួយសម្អាតជាតិពុលចេញពីតម្រងនោមនិងភ្លុកនោមក៏ដូចជាកាត់បន្ថយការរលាកតាមផ្លូវទឹកនោមវិធីរៀបចំទទួលទាន 1. យកផ្លែសម្រោងគ្រាប់ស្ងួតលាងសម្អាតឲ្យស្អាត 2. ត្រាំក្នុងទឹកស្អាតក្នុងបរិមាណច្រើនវាគ្រាប់វានឹងរីកខ្លាំងប្រហែល 15-30 នាទី 3. នៅពេលវារីកអស់ក្លាយជាសាច់ចាហួយសូមយកសំបកនិងគ្រាប់តូចរបស់វាចេញឲ្យស្អាត 4. យកសាច់ចាហួយនោះទៅលាយជាមួយទឹកធម្មតាឬទឹកត្រជាក់បន្ថែមស្ករឬទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិទឹកដូងរសជាតិកាន់តែឈ្ងុយឆ្ងាញ់លាយជាមួយគ្រាប់ជីឬភេសជ្ជៈសុខភាពផ្សេងចំណាំសំខាន់អ្នកគួរជៀសវាងអ្នកដែលមានបញ្ហាត្រជាក់ក្នុង cold constitution ងាយនឹងរាគរូសឬក្រពះខ្សោយគួរប្រុងប្រយ័ត្នពេលទទួលទានអ្នកកំពុងរាគរូសមិនគួរទទួលទានឡើយព្រោះវាអាចធ្វើឲ្យរាគខ្លាំងជាងមុនកម្រិតនៃការញ៉ាំទោះបីមានប្រយោជន៍ក៏គួរទទួលទានក្នុងកម្រិតសមល្មមមិនគួរញ៉ាំច្រើនហួសហេតុរាល់ថ្ងៃឡើយស្ត្រីមានផ្ទៃពោះគួរពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់វាជាឱសថ